សួស្តីប្រិយមិត្តអ្នកសិក្សានិងបងប្អូនសិស្សានុសិស្សទាំងអស់គ្នានេះជាវិញ្ញាសាទី2វិញ្ញាសាហ្វឹកហាត់នៅក្នុងមេរៀនរុក្ខជាតិនៅក្នុងវិញ្ញាសាទី2នេះយើងមាន3ទម្រង់សំណួរគឺរមាំង1ជាសំណួរគូផ្គងរមាំង2សំណួរបំពេញចន្លោះនិងចុងក្រោយគេនោះគឺជាសំណួរសរសេរអូខេឥឡូវយើងសូមចូលទៅរមាំង1សំណួរគូផ្គងក្នុងនេះមាន4បន្ទុកបាទចូលគូផ្គងជាលការរុក្ខជាតិទៅនឹងកោសិកាឬក៏ប្រភេទផ្សេងៗរបស់វាឲ្យបានត្រឹមត្រូវ1មេជាលកា2ជាលកាការពារ3ជាលកាគ្រឹះ4ជាលកានាំអូខេចម្លើយមានពីកដល់ខកស៊ីឡែមនិងផ្លូអែមខអេពីដែមនិងឡាយ៉េសកស្រទាប់មេក្រៅនិងស្រទាប់មេក្នុងហើយខប៉ារ៉ង់ស៊ីមកូឡង់ស៊ីមនិងក្លេរ៉ង់ស៊ីមអូខេអញ្ចឹងមេជាលិកាមានអីខ្លះបាទមេជាលិកានៅទីនេះយើងមាន2គឺស្រទាប់មេក្រៅនិងស្រទាប់មេក្នុងដូច្នេះទី1ត្រូវនឹងអក្សរក2ជាលិកាការពារបាទអ្វីខ្លះទៅដែលជាជាលិកាការពារនៅទីនេះយើងមាន epiderm ហើយនិង layers ដែលជាជាលិកាការពារដូច្នេះលេខ2ត្រូវនឹងអក្សរខត្រូវនឹងចម្លើយខលេខ3ជាលិកាគ្រឹះអូខេអ្វីខ្លះទៅជាជាលិកាគ្រឹះជាលិកាគ្រឹះកើតឡើងពីកោសិកាប៉ារ៉ង់ស៊ីមកូឡង់ស៊ីមនិងក្លេរ៉ង់ស៊ីមអញ្ចឹងលេខ3ត្រូវនឹងចម្លើយខលេខ4ចុងក្រោយជាលិកានាំអូខេយើងដឹងហើយជាលិកានាំរួមមានស៊ីឡែមនិងផ្លូអែមដូច្នេះលេខ4ត្រូវនឹងចម្លើយកបាទចូលដល់សំណួរនៅក្នុងរមាំង2បំពេញចន្លោះយើងមាន4សំណួរត្រូវនឹង6បន្ទុកលេខ1ចុចជាឫសធំជាងគេមានសាច់ច្រើនហើយក្រាស់ដោះចាក់ចូលជ្រៅទៅក្នុងដីអញ្ចឹងនៅទីនេះប្រកាសជាបំពេញដោយពាក្យឫសហើយឫសដែលយើងបានសិក្សាមកគឺមានឫសស្ញែឬស្នឹងឬឫសកែវហើយនឹងឫសប្រយោងបាទអញ្ចឹងតើនៅទីនេះឬអ្វីដែលវាមានទំហំធំជាងជ្រៅដែលធំជាងគេមានសាច់ច្រើនហើយក្រាស់ដោះចាក់ចូលជ្រៅក្នុងដីអូខេគឺមានតែឫសកែវឯងអញ្ចឹងពាក្យដែលត្រូវបំពេញគឺឫសកែវលេខ2នៅក្នុងដំណាក់កាលមិនដឹងដំណាក់កាលអីទេរុក្ខជាតិផលិតកាម៉ែតញីនិងកាម៉ែតឈ្មោះដែលក្រោយមកកាម៉ែតទាំងពីរបង្កកំណើតបង្កើតបានជាហើយលូតលាស់ទៅជាស្ពរភេទអូខេអញ្ចឹងនៅដំណាក់កាលអ្វីដែលរុក្ខជាតិផលិតកាម៉ែតអូខេនៅក្នុងវដ្តជីវិតរបស់រុក្ខជាតិដំណាក់កាលដែលរុក្ខជាតិផលិតកាម៉ែតយើងហៅថាជាកាម៉ែតភេទអញ្ចឹងដំណាក់កាលកាម៉ែតភេទវាផលិតកាម៉ែតគឺមានកាម៉ែតញីនិងកាម៉ែតឈ្មោលហើយក្រោយមកកាម៉ែតញីនិងកាម៉ែតឈ្មោលបង្កកំណើតលទ្ធផលនៃការបង្កកំណើតគឺជាស៊ីកូតដែលនឹងលូតលាស់ទៅជាស្ពរភេទឬក៏រុក្ខជាតិថ្មីអញ្ចឹងពាក្យដែលត្រូវបំពេញនៅចន្លោះបន្ទាប់នេះគឺស៊ីកូតសំណួរទី3គ្រប់កោសិការបស់រុក្ខជាតិរុំព័ទ្ធដោយកោសិការបស់រុក្ខជាតិគឺរុំព័ទ្ធដោយភ្នាះគ្រោងឬភ្នាះសាលុយឡូសអញ្ចឹងពាក្យដែលត្រូវបំពេញគឺភ្នាះគ្រោងឬក៏អាចបំពេញដោយពាក្យថាភ្នាះសាលុយឡូសអញ្ចឹងបំពេញទាំងពីរក៏បានដែរអាចដាក់ថាភ្នាះគ្រោងឬភ្នាះសាលុយឡូសទី4ចុងក្រោយរុក្ខជាតិគ្មានសរសៃនាំមាន2ក្រុមគឺបាទរុក្ខជាតិគ្មានសរសៃនាំមាន2ក្រុមគឺស្លែនិងអេប៉ាទិកអញ្ចឹងពាក្យដែលត្រូវបំពេញនៅទីនេះគឺស្លែហើយនឹងអេប៉ាទិកដាក់អេប៉ាទិកនិងស្លែក៏បានដែរអូខេបាទចូលដល់សំណួរចុងក្រោយរមាំង3ជាទម្រង់សំណួរសរសេរដែលមាន28បន្ទុកនៅទីនេះយើងមានតែ3សំណួរធំៗទេសំណួរទី1តើឫសនិងស្លឹករបស់រុក្ខជាតិ Monocotyledon និង Dicotyledon ខុសគ្នាដូចម្តេចបាទគឺឫសនិងស្លឹករបស់រុក្ខជាតិ Monocotyledon ហើយនឹងឫសនិងស្លឹករបស់រុក្ខជាតិ Dicotyledon តើខុសគ្នាយ៉ាងម៉េច2តើខ្នាតទទឹងនៃទម្រង់ក្នុងរបស់ស្លឹកមានស្រទាប់អ្វីខ្លះតើស្រទាប់នីមួយៗមានន័យដូចម្តេចនិងសំណួរចុងក្រោយជាសំណួរទី3ចូលរកលក្ខណៈខុសគ្នារវាងរុក្ខជាតិគ្មានសរសៃនាំនិងរុក្ខជាតិមានសរសៃនាំ
អូខេអញ្ចឹងយើងចូលទៅកាន់សំណួរទី1គឺតើឫសនិងស្លឹករបស់រុក្ខជាតិ Monocotyledon និង Dicotyledon ខុសគ្នាដូចម្តេចអូខេអញ្ចឹងទី1ឫសរុក្ខជាតិ Monocotyledon ទី1គឺជាឫសស្ញែគ្មានឫសកែវណាឫសស្ញែគ្មានឫសកែវចំណុចទី2មានទំហំប្រហាក់ប្រហែលគ្នាចំពោះឫសរបស់រុក្ខជាតិ Dicotyledon វិញគឺជាឫសស្នឹងឬកែវចំណុចទី2ឫសធំជាងគេមានសាច់ច្រើនហើយក្រាស់ចាក់ចូលជ្រៅទៅក្នុងដីបាទទី2ចំពោះស្លឹកវិញស្លឹករបស់រុក្ខជាតិ Monocotyledon ទ្រនុងស្លឹកធំហើយស្របគ្នាតាមបណ្ដោយស្លឹករីឯស្លឹករបស់ Dicotyledon ទ្រនុងស្លឹកបែកមែកជាបណ្ដាញនៅពាសពេញក្នុងស្លឹកបាទសំណួរទី2តើខ្នាតទទឹងនៃទម្រង់ក្នុងរបស់ស្លឹកមានស្រទាប់អ្វីខ្លះតើស្រទាប់នីមួយៗមាននាទីដូចម្តេចបាទចម្លើយខ្នាតទទឹងនៃទម្រង់របស់ស្លឹកមាន3ស្រទាប់គឺ epiderm លើនិងក្រោមស្រទាប់ palisade និងស្រទាប់ spore អញ្ចឹងយើងត្រូវ1 epiderm លើនិងក្រោមមាននាទីក្របដណ្ដប់និងការពារជាលិកាក្នុងស្លឹកហើយមានស្តូម៉ាតសម្រាប់បណ្ដូរឧស្ម័ននិងរំភាយចំហាយទឹកបាទត្រីមួយទៀតយើងដាក់ថាស្រទាប់ palisade ឬ mesophyll palisade មាន chloroplast ដែលផ្ទុក chlorophyll សម្រាប់ធ្វើរស្មីសំជោគដើម្បីផលិតអាហារឬក៏ផលិតសារធាតុសរីរាង្គត្រីទី3ស្រទាប់ spore ឬ mesophyll spore មានបណ្ដាញទ្រនុងស្លឹកផ្ទុកជាលិកានាំដែលមានស៊ីឡែមនិងប្រូអែមព្រមទាំងមានលំហផ្ទុកឧស្ម័នឬយើងហៅថារុនខ្យល់អូខេឥឡូវចូលដល់សំណួរចុងក្រោយសំណួរទី3សួរថាចូលរកលក្ខណៈខុសគ្នារវាងរុក្ខជាតិគ្មានសរសៃនាំនិងរុក្ខជាតិមានសរសៃនាំបើចឹងគេឲ្យយើងប្រៀបធៀបរកលក្ខណៈដូចលក្ខណៈខុសអីទេគឺគ្រាន់តែឲ្យរកលក្ខណៈខុសគ្នារវាងរុក្ខជាតិគ្មានសរសៃនាំនិងរុក្ខជាតិមានសរសៃនាំអូខេអញ្ចឹងយើងដាក់មកទី1រុក្ខជាតិគ្មានសរសៃនាំចំណុចទី1មានជាលិកាសរសៃនាំគឺគ្មានស៊ីឡែមនិងប្រូអែមទី2គ្មានដើមឬនិងស្លឹកពិតប្រាកដចំណុចទី3រស់នៅតំបន់សើមក្នុងម្លប់លើដើមឈើលើផ្ទាំងថ្មឬជញ្ជាំងថ្មចាស់ៗទី4ដំណឹកនាំរូបធាតុចាំបាច់ផ្សេងប្រព្រឹត្តទៅតាមរយៈបន្សាយនិងអូស្មូសហើយចំណុចទី5បន្តពូជដោយស្ពរហើយចំណុចចុងក្រោយរួមមានស្លែនិងអេប៉ាទិកបាទដែលឡែកចំពោះរុក្ខជាតិមានសរសៃនាំវិញណាត្រីទី1យើងដាក់ថាមានជាលិកាសរសៃនាំគឺមានស៊ីឡែមនិងប្រូអែមត្រីទី2មានដើមឬនិងស្លឹកពិតប្រាកដទី3រស់នៅគ្រប់ទីកន្លែងទី4ដំណឹកនាំរូបធាតុចាំបាច់ផ្សេងតាមរយៈជាលិកាដឹកនាំរួមមានស៊ីឡែមនិងប្រូអែមទី5បន្តពូជដោយស្ពរនិងគ្រាប់និងចុងក្រោយរួមមានបណ្ដងជាតិនិងរុក្ខជាតិគ្រាប់បាទដូច្នេះសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅក្នុងវីដេអូថ្មីក្រោយៗទៀត